ដូចប្រទេសយើងគេនិយាយថាម៉េចទេប្រជាពលរដ្ឋកំពុងតែក្រីក្ររឿងអីយើងមកនិយាយពីប្រជាធិបតេយ្យឲ្យប្រជាពលរដ្ឋមានបាយហូបសិនទៅបងប្អូនណាអ្វីដែលយើងកំពុងអំណំបងប្អូនធ្វើគឺដើម្បីឲ្យបានបាយហូបនឹងហើយបើសិនណាជាបងប្អូនវាមានសេដ្ឋកិច្ចធូរធារធ្វើទៅអីទៀតប៉ុន្តែក្នុងកលៈទេសៈដែលបងប្អូនក្រីក្រអញ្ចឹងក៏ដោយដើម្បីសេចក្តីសុខដើម្បីសុភមង្គលនៃជនជាតិយើងទោះបីជាយើងរស់នៅក្នុងស្ថានភាពណាក៏ដោយយើងត្រូវតែតស៊ូយើងត្រូវតែងើបឡើងដើម្បីសុភមង្គលរបស់យើងទាំងអស់គ្នាលីក្វាន់យូគាត់បដិសេធគាត់ថាសេដ្ឋកិច្ចមិនមែនជារឿងទី1ទេហើយប្រជាធិបតេយ្យក៏មិនមែនជារឿងទី1ដែរការកសាងពលហ្នឹងគឺពលរដ្ឋហ្នឹងណាការកសាងពលឲ្យមានវិន័យឲ្យคล้ายទៅជាពលខ្លឹមគឺជាកិច្ចការទី1លីក្វាន់យូបដិសេធអ្នកដែលឲ្យយោបល់ជុំវិញពិភពលោកជុំវិញពិភពលោកគេឲ្យយោបល់លីក្វាន់យូគេថាកសាងសេដ្ឋកិច្ចមុនទៅកសាងប្រព័ន្ធប្រជាធិបតេយ្យមុនទៅលីក្វាន់យូគាត់បដិសេធគាត់ថាអត់ទេកសាងពលនឹងមុនណាតែពលគ្មានវិន័យហើយតែពលគ្មានខ្លឹមហើយជាពិសេសគឺពលអត់ដឹងពីកាតព្វកិច្ចរបស់ខ្លួនក្នុងការចូលរួមជួយកសាងសង្គមជាតិរបស់ខ្លួនហើយកុំសង្ឃឹមទៅថាប្រទេសនឹងរីកចម្រើនទៅមិនរួចទេប្រអិនណាជួយលោកខ្មែរបាននៅពេលដែលលោកខ្មែរនេះនៅសងំសុខហូបគ្រប់គ្នានៅតាមផ្ទះរួចហើយចង់ឲ្យសង្គមនឹងរីកចម្រើនមានអ្នកមានប៉ុនមកស្រុកខ្មែរនឹងសានត្រានត្មងបែបមានប្រអិនមកដល់ជប់ត្មងបានទៅរួចប៉ុន្តែក្នុងធម្មជាតិនេះវាអត់មានអញ្ចឹងព្រោះលោកខ្មែរនឹងគាត់គិតតែការងារចក្រានបាយការងារចដើផ្ទះគាត់ការងារជុំវិញតែក្រុមគ្រួសារគាត់អត់គិតពីបញ្ហាជាតិអីទាំងអស់ពេលដែលគាត់កំពុងតែគិតអញ្ចឹងគ្រប់ផ្ទះសួរថាតើប្រអិនណាជាអ្នកដឹកនាំដ៏អស្ចារ្យនឹងអាចធ្វើឲ្យស្រុកមួយដែលប្រជាពលរដ្ឋគិតតែអញ្ចឹងទៅរីកចម្រើនកើតតាមច្បាប់ធម្មជាតិវាទៅអត់រួចមានអ្នកមានបុណ្យមកស្រុកខ្មែរនឹងសុកសានត្រានត្មងអ្នកមានបុណ្យនឹងចេញមករបៀបបាច់បងប្អូនចេញមកផងជប់ត្មងអីមិនចេញមកស្រាប់ដើមឈើហូបផ្លែនឹងដុសខ្លួនឯងត្មងយ៉ាងម៉េចហោះអង្គើជុំវិញប្រទេសខ្មែរនឹងឬយ៉ាងម៉េចអ្នកមានបុណ្យណាក៏វាចេញមកតាមដំណើររបស់ធម្មជាតិដែរដំណើរធម្មជាតិណាក្នុងការជួយមនុស្សឲ្យរីកចម្រើនណាតើដំណើរធម្មជាតិនោះវាយ៉ាងម៉េចមើលដំណើរព្រះសម្មាសម្ពុទ្ធទៅព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាតថាគតជួយអ្នកមិនបានទេតថាគតគ្រាន់តែប្រាប់ផ្លូវអ្នកត្រាស់ដឹងលោកពោលបែបនឹងដែរតថាគតជួយអ្នកមិនបានទេតថាគតគ្រាន់តែបង្រៀនរួចហើយអ្នកត្រូវធ្វើការងារនឹងដោយខ្លួនឯងបើទោះបីជាអ្នកមានបុណ្យពីណាមានបុណ្យប្រហែលព្រះសម្មាសម្ពុទ្ធទោះបីអ្នកមានបុណ្យកើតមកក្នុងโลกហ្នឹងក៏ជួយតាមផ្លូវហ្នឹងដែរគឺជួយបញ្យល់ប្រជាពលរដ្ឋឲ្យយល់ថាតើបើអ្នកចង់បានសាមញ្ញសុខអ្នកត្រូវធ្វើបែបម៉េចបើអ្នករស់នៅក្នុងសង្គមជុំគ្នាហើយអ្នកចង់បានសេចក្តីសុខរួមតើអ្នកគួរតែធ្វើយ៉ាងម៉េចវាត្រូវតំណងរបស់ធម្មជាតិបានរីកចម្រើនរួចវាអត់មានពីណាមួយដែលផុសមកជាអ្នកមានបុណ្យនៅក្នុងស្រុកខ្មែររួចហើយស្រាប់តែស្រុកហ្នឹងសានត្រានត្មងប្រហែលពួកភ្នងរស់នៅក្នុងព្រៃគិតអញ្ចឹងបងប្អូនដូចមិនសមពលរដ្ឋមួយរស់នៅក្នុងសតវត្សទី21សោះវាសមតែរស់នៅក្នុងព្រៃប្រើថ្មជាកបិតជំនាន់នោះបានវាត្រូវបើគិតអញ្ចឹងពីព្រោះតាមច្បាប់ធម្មជាតិណាបងប្អូនដើម្បីឲ្យស្រុកមួយរីកចម្រើនទាល់តែពលដែលនៅក្នុងស្រុកហ្នឹងដឹងពីកាតព្វកិច្ចរបស់ខ្លួនក្នុងការចូលរួមជួយកសាងសង្គមហើយចាប់ផ្ដើមនាំគ្នាធ្វើពួកយើងណាបងប្អូនអត់មានត្រូវការគ្រប់គ្រងរបស់ប្រជាពលរដ្ឋណាដែលយល់ខុសពីផ្លូវយើងទេយើងអត់ទៅយកចិត្តប្រជាពលរដ្ឋដើម្បីឲ្យបានស្លឹកឆ្នោតទេយើងនិយាយតែផ្លូវយើងបើបងប្អូនគ្រប់គ្រងគឺគ្រប់គ្រងឲ្យផ្លូវយើងថាចូលរួមទាំងអស់គ្នាដើម្បីកសាងសង្គមជាតិទាំងអស់គ្នាអត់ទៅគម្រាមកំហែងអត់ទៅអត់ទៅលួងលោមអត់ចង់បានស្លឹកឆ្នោតណាខុសពីផ្លូវរបស់យើងទេពីព្រោះយើងយល់ថាយើងច្បាស់ក្នុងខ្លួនថាយើងចង់ជួយរាជហើយបើវាមិនមកតាមផ្លូវយើងទេជួយវាមិនបានវាអាចនឹងឈ្នះឆ្នោតប៉ុន្តែកសាងសង្គមវាមិនបានយកមកធ្វើអីបើចិត្តរបស់យើងចិត្តចង់ជួយនេះហើយវាបានតែស្លឹកឆ្នោតមកជួយមិនបានប្រជាពលរដ្ឋបោះឆ្នោតចូលក្នុងធុងរួចហើយទៅផ្ទះដេកងាប់វិញដដែលហ្នឹងហើយយើងទៅកសាងសង្គមយ៉ាងម៉េចបានហើយវាអត់រួចយើងសប្ថ្ងៃបងប្អូនគុំតែគ្មានគ្រោះធម្មជាតិទេបើមានគ្រោះធម្មជាតិប្រហែលជប៉ុនរត់តែកតើពាន់បានផងរត់តែកតើពាន់បានផងជួនកាលមកជីវិតសំលុយចង់ងាប់មកបានធ្វើផ្ទះមួយរួចហើយមួយឆ្នាំអង្គើដីពី3ដងយ៉ាងនេះអាណាធំបានទេលោកអើយប៉ុន្តែប្រទេសជប៉ុនបងប្អូនមើលដោយសារអីដោយសារការយល់ត្រូវរបស់ប្រជាពលរដ្ឋជប៉ុនមកដល់ត្រង់ចំណុចនេះមានការឆ្លោះប្រកែកគ្នាមិនចេះចប់ចេះហើយទេគាត់ឆ្លោះថាម៉េចគាត់ឆ្លោះថាគាត់ទទួលស្គាល់ហើយថាប្រជាពលរដ្ឋខ្មែរអញ្ចឹងមែនប៉ុន្តែរឿងហ្នឹងវាទៅជាអញ្ចឹងគឺដោយសារអ្នកដឹកនាំហ្នឹងអត់ល្អធ្វើឲ្យប្រជាពលរដ្ឋទៅជាអញ្ចឹងពិតហើយថាមានមេដឹកនាំអាក្រក់ដែលធ្វើឲ្យប្រជាពលរដ្ឋទៅជាអញ្ចឹងប៉ុន្តែឥឡូវយើងចង់បន្ទោសមេដឹកនាំរួចហើយយើងចង់ដេកងាប់យ៉ាងម៉េចពិចារណាខ្លួនឯងមើលបន្ទោសបានរួចហើយដេកងាប់យ៉ាងម៉េចបើអត់កែអត្តចរិតរបស់ប្រជាពលរដ្ឋទេបងប្អូនកុំសង្ឃឹមសូម្បីតែក្រុមផ្ទះបងប្អូនសិតតែមាសក៏ដោយក៏ស៊ីបានដែរស៊ីវាអត់បាន
ពួកអីពួកល្ងងពេកគេមកយកបាត់អត់ទៅណាដូចអ្នកខ្លះគាត់និយាយថាម៉េចអាណាយកឯណាយកទៅកុំឲ្យតែយកកម្មចដាទៀតអញបងប្អូនណានិយាយអញ្ចឹងនិយាយឲ្យផុតពីមាត់ទេណាបើគេយកកន្លែងផ្សេងរួចហើយណាដល់ថ្ងៃដែលគេមកយកចដាបងប្អូនស្មានហ៊ានក្អកអីគេខ្លាំងយកពីណាពីណីមករួចហើយណាមកដល់ចដាបងប្អូនហ្នឹងងាប់យកចដាបងប្អូនទៀតក៏បងប្អូនហ៊ានក្អកដែរពីព្រោះគេហ៊ានយកណាណៃមកអស់ហើយគេហ៊ានមកយកដល់ចដាឲ្យយើងស្មានបងប្អូនងើបទាន់ខ្មែរយើងណាបងប្អូនគំនិតក៏ខ្លីសេចក្តីស្រឡាញ់ក៏ខ្លីសេចក្តីអត្តឋានការបដិញ្ញាចិត្តបូជាជីវិតដើម្បីបុព្វហេតុស្អីមួយក៏ខ្លីខ្លីតែទាំងអស់ខ្លីមានពេលខ្លះបងប្អូនមានអារម្មណ៍ថាខ្លីយ៉ាងនេះខ្លីមិនបានផែកតុយដៅផងបើយើងថាខ្លីប្រហែលកតុយដៅជួលដៅឡើងមកតវ៉ាណាកុំបដូចគំនិតរបស់ប្រជាពលរដ្ឋខ្មែរហ្នឹងថាខ្លីប្រហែលកតុយខ្ញុំខ្លីជាងកតុយខ្ញុំទៀតបងប្អូនណាយើងកសាងប្រទេសណាត្រូវប្រកបជាមួយនឹងទស្សនវិស័យត្រឹមត្រូវក្រៅពីបេះដូងដែលយើងចង់ជួយត្រូវប្រកបជាមួយនឹងទស្សនវិស័យតើអត់មានភាពច្បាស់លាស់ក្នុងការកសាងប្រទេសថាតើត្រូវកសាងយ៉ាងម៉េចទេបងប្អូនស្អែកកសាងបានដូចក្លាខ្មុំអញ្ចឹងវាស្រឡាញ់ម្ចាស់វាប៉ុន្តែអោបជាមួយនឹងអាភិបល្ងងខ្លៅស្រឡាញ់តើប៉ុន្តែអោបជាមួយនឹងភាពល្ងងខ្លៅឃើញរុយទុំចំោះម្ចាស់វាដាក់មកដុំថ្មទៅមនុស្សល្ងងណាបងប្អូនទោះបីស្រឡាញ់ជាតិបណ្ណាក៏ដោយដឹកនាំជាតិមិនដល់គោលដៅទេបងប្អូនឃើញម៉ាក់គីទេប្រជាពលរដ្ឋនឹងចូលកក្រឹកទឹកកក្រឹកដីចេញមកវិញងាប់អស់ពីលានអ្នករមមុខអាណាកាប់មិនឃើញទៀតអានឹងឲ្យផ្អើលតាមវងផ្អើលដល់ពេលឥឡូវលែងខ្វល់អីទាំងអស់ហ្មងពូចាញ់បោកគេច្រើនហើយចូលដល់អាកំណត់ខ្លីកំណត់ក៏ខ្លីមโนសញ្ចេតនានោះក៏ខ្លីស្រឡាច់អត់លើពីក្រុមគ្រួសារខ្លួនឯងខ្លីមែនតើហ្មងអត់មានមโนសញ្ចេតនាពូជសាសអត់មានមโนសញ្ចេតនាជាមួយនឹងមនុស្សដែលកើតក្នុងផែនដីជាមួយគ្នា